រឿងឆ្កែខំពពែកាលពីព្រៃនាយមានអ្នកគង្វាលពពែម្នាក់គៀងពពែឲ្យទៅស៊ីស្មៅក្បែរព្រៃមួយកាលនោះមានថ្មព្រៃម្នាក់បាននាំឆ្កែជាច្រើនចូលក្នុងព្រៃនោះដើម្បីរកអុសនិងបន្លែថ្មព្រៃបានឃើញហ្វូងពពែនៅទីនោះក៏នាំឆ្កែចេញឆ្ងាយប្រហែល60យាមព្រោះខ្លាចឆ្កែខាំពពែលុះនាំឆ្កែទៅឆ្ងាយហើយក៏ដើរចូលទៅសម្រាកក្រោមម្លប់ឈើមួយត្រូវខ្យល់បក់រំភើយត្រជាក់ទន់ត្របកភ្នែកក៏ដេកលក់ទៅពេលនោះមានកូនពពែមួយដើរចេញពីហ្វូងទៅឆ្ងាយប្រហែល60យាមទៅជួបនឹងឆ្កែរបស់ថ្មព្រៃពួកឆ្កែទាំងឡាយក៏ចំរោមខាំកូនពពែនោះស្លាប់ទៅអ្នកគង្វាលពពែស្ទុះស្រែករត់ដេញឆ្កែយ៉ាងខ្លាំងសំដៅទៅកន្លែងដែលឆ្កែកំពុងខាំពពែនោះថ្មព្រៃក៏ភ្ញាក់ឡើងស្រែកឆោឡោទើបនិយាយអង្វរគង្វាលពពែថាមនាលសម្លាញ់កុំខឹងនឹងខ្ញុំឥតដឹងពពែអ្នកមកទីនេះទេខ្ញុំខ្លាចក្រែងឆ្កែរបស់ខ្ញុំខាំពពែសម្លាញ់ដូច្នេះបានជាខ្ញុំនាំឆ្កែមកឆ្ងាយពីហ្វូងពពែនោះប្រហែល60យាមគង្វាលពពែមិនសុខចិត្តក៏ទៅប្រាប់ដល់សេដ្ឋីដែលជាចៅហ្វាយរបស់ខ្លួនសេដ្ឋីហៅថ្មព្រៃទៅស្ដីបន្ទោសដាក់កំហុសឲ្យសងថ្លៃពពែថ្មព្រៃមិនព្រមសងព្រោះអាងខ្លួនជាអ្នកគ្មានកំហុសសេដ្ឋីក្តៅចិត្តណាស់ព្រោះអាងខ្លួនមានទ្រព្យសម្បត្តិក៏និយាយប្រាប់ថ្មព្រៃថាស្អែកនេះអញនឹងទៅប្តឹងដល់លោកចៅក្រមឲ្យកាត់ទោសអ្នកឯងហើយថ្មព្រៃនិយាយបណ្ដោយថាស្រួលហើយលោកសេដ្ឋីដើម្បីរកខុសត្រូវឲ្យឃើញដោយសុចរិតល្ងាចនោះសេដ្ឋីបានយកសំណូកទៅសោកឧជុសេនបតីចៅក្រមឧជុសេនបតីចៅក្រមទុច្ចរិតទទួលសំណូកហើយប្រាប់សេដ្ឋីថាកុំព្រួយអ្វីឡើយចាំខ្ញុំគំរាមវាឲ្យសងពពែមួយជា4ទើបឲ្យវារួចខ្លួនបើវាមិនព្រមសងនោះទេខ្ញុំនឹងដាក់ទោសវាជាទម្ងន់ព្រឹកឡើងឧជុសេនបតីទៅកាន់សាលាក្តីឃើញសេដ្ឋីនិងថ្មព្រៃក្នុងទីនោះក៏ធ្វើពើជាសួរថាលោកសេដ្ឋីនិងថ្មព្រៃអញ្ជើញមកមានការអ្វីចៅក្រមទី2ជម្រាបថាលោកសេដ្ឋីនិងថ្មព្រៃនេះមានវិវាទនឹងគ្នាត្រូវមកកាត់សេចក្តីក្នុងទីនេះឧជុសេនបតីសួរទៅសេដ្ឋីថាលោកមានរឿងអ្វីមិនសុខចិត្តដូចម្ដេចសេដ្ឋីឆ្លើយថ្មព្រៃនេះវាឲ្យឆ្កែវាមកខាំពពែខ្ញុំស្លាប់ហើយមិនព្រមសងថ្លៃពពែខ្ញុំសោះវាជាមនុស្សប្រព្រឹត្តបំពានលើច្បាប់ព្រោះហេតុនោះបានជាខ្ញុំមិនសុខចិត្តចូលមកដល់លោកជាទេវតាឲ្យកាត់សេចក្តីដោយសុចរិតផងឧជុសេនបតីក៏និយាយទៅថ្មព្រៃថាអ្នកឯងចិត្តអាក្រក់ម្លេះឆ្កែខាំពពែគេស្លាប់ហើយហេតុអ្វីមិនសងពពែគេអ្នកឯងជាមនុស្សទុច្ចរិតអាក្រក់ណាស់ត្រូវតែសងពពែលោកសេដ្ឋីមួយជា4មិនសងមិនបានខ្ញុំនឹងដាក់ទោសអ្នកឯងឲ្យជាទម្ងន់ថ្មព្រៃនិយាយតវ៉ាតាមសេចក្តីពិតទៅតែនិយាយបាន2-3ម៉ាត់ឧជុសេនបតីស្រែកគំរាមឲ្យឆាប់ចេញទៅរកលុយថ្លៃពពែមកសងសេដ្ឋីថ្មព្រៃតល់គំនិតអស់សង្ឃឹមក៏លើកដៃខ្ទប់មុខស្រែកយំទ្រហោដើរចេញទៅផ្ទះក្នុងកាលនោះឋានញ្ជ័យបណ្ឌិតពោធិសត្វទើបតែដើរចេញអំពីបម្រើស្ដេចថ្មព្រៃឃើញហើយក៏ដើរសំដៅទៅរកក្រាបបង្គំថ្វាយតាមដំណើររឿងព្រះពោធិសត្វ
ក៏នាំថ្មព្រៃចូលទៅកាន់សាលាកាត់ក្តីវិញដល់ឧជ្ជសេនាបតីក៏ឃើញក៏សួរព្រះបរមពោធិសត្វថាណែលោកបណ្ឌិតនាំថ្មព្រៃកំណាចមកធ្វើអ្វីមកឲ្យកំហុសខ្ញុំឬព្រះពោធិសត្វនិយាយថាមិនដូច្នោះទេខ្ញុំចង់ដឹងថាថ្មព្រៃនេះមានរឿងអ្វីបានជាលោកកាត់ក្តីឲ្យថ្មព្រៃនេះសងថ្លៃពពែមួយជា4បើតាមខ្ញុំដឹងលោកកាត់សេចក្តីនេះមិនសមល្មមទេឧជ្ជសេនាបតីឮថាណាញ់ជ័យបណ្ឌិតពោធិសត្វនិយាយដូច្នោះហើយក៏មានចិត្តតក់ស្លុតភ័យខ្លាចញ័រខ្លួនដោយខ្លាចបារមីព្រះពោធិសត្វពេលនោះព្រះពោធិសត្វសួរទៅថ្មព្រៃនិងអ្នកគង្វាលពពែថាចំពោះមុខលោកសេដ្ឋីនិងចៅក្រមទាំងអស់ម្ដងទៀតថ្មព្រៃឆ្លើយពាក្យពិតថាឆ្កែខ្ញុំទៅឆ្ងាយប្រហែល60យាមខ្ញុំនាំឆ្កែចូលសម្រាកក្រោមម្លប់ឈើត្រូវខ្យល់បក់ត្រជាក់ខ្ញុំក៏ទទួលដំណេកស្រាប់តែលើមាត់គង្វាលពពែស្រែកថាឆ្កែខាំពពែស្លាប់មកហើយចាប់ពីរុនខ្ញុំម្ចាស់ឲ្យសងព្រះពោធិសត្វសួរបញ្ជាក់ទៀតថាពពែនោះឆ្កែខាំក្នុងទីណាខាំក្នុងហ្វូងពពែឬអ្វីគង្វាលពពែឆ្លើយថាខាំនៅទីចិត្តដើមឈើដែលថ្មព្រៃដេកចម្ងាយប្រហែល60យាមពីហ្វូងពពែមកពេលនោះព្រះពោធិសត្វសួរបញ្ជាក់ទៅឧជ្ជសេនាបតីនិងចៅក្រមទាំងអស់ថាត្រូវកាត់ឲ្យកំហុសទៅនរណាចៅក្រមទាំងអស់នៅស្ងៀមឧជ្ជសេនាបតីឆ្លើយថាសូមលោកបណ្ឌិតកាត់សុចរិតចោះព្រះពោធិសត្វកាត់សេចក្តីថារឿងនេះមិនត្រូវឲ្យថ្មព្រៃសងថ្លៃពពែសេដ្ឋីទេត្រូវឲ្យគង្វាលពពែសងវែងទើបត្រូវព្រោះខ្លួនជាអ្នកខ្វៀលពពែហេតុអ្វីបានបណ្ដោយឲ្យពពែដើរចេញពីហ្វូងចម្ងាយ60យាមមិនប្រមូលឲ្យជួបជុំគ្នាបើតាមច្បាប់ថ្មព្រៃត្រូវមានអំណាចស្ដីបន្ទោសធ្វើតណ្ឌកម្មដល់គង្វាលពពែទៀតព្រោះខ្លួនគ្មានគំនិតចប់រឿងឆ្កែខាំពពែតែប៉ុណ្ណេះ